មហាសន្និបាតវិសាមញ្ញគឺបោះឆ្នោតជ្រើសរើសគ្រូបង្វឹកជំរឿជាតិថ្មីចានេះគឺជាសហព័ន្ធដំបូងគេហើយចាបងប្អូនចាគឺសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាចាការពីព្រឹកមិញនេះគឺបានរៀបចំនៅការបោះឆ្នោតជ្រើសរើសគ្រូបង្វឹកនៅក្នុងមហាសន្និបាតវិសាមញ្ញរបស់ខ្លួនចាដែលខុសពីសហព័ន្ធផ្សេងៗទៀតដែលភាគច្រើនមហាសន្និបាតគឺមានវិសាមញ្ញចឹងគឺមានបូកសរុបលទ្ធផលការងារលើកទិសដៅឆ្នាំបន្តឬមួយក៏មហាសន្និបាតបញ្ចប់អាណត្តិគឺមានជ្រើសរើសគណៈកម្មការប្រតិបត្តិជ្រើសរើសប្រធានឬមួយក៏អគ្គលេខាធិការប៉ុន្តែសម្រាប់ប្រភេទកីឡាលើកទម្ងន់របស់យើងនេះគឺថាប្លែកមែនទែនចាដោយសារតែគឺបោះឆ្នោតតែម្ដងជ្រើសរើសគ្រូបង្វឹកជំរឿជាតិតែប៉ុន្តែសហព័ន្ធនេះគឺមានគ្រូបង្វឹកជំរឿជាតិរួចរាល់ហើយចាប៉ុន្តែដោយសារតែកំណែតម្រង់ថ្មីចាគឺពេលនេះគឺបានធ្វើការជ្រើសរើសគ្រូបង្វឹកថ្មីខណៈពេលដែលគ្រូបង្វឹកជំរឿជាតិចាស់ហ្នឹងពីររូបគឺត្រូវធ្លាក់ចេញតែម្ដងចាអញ្ចឹងយើងអត់ដឹងថាគាត់ដឹកនាំមិនល្អឬមួយក៏យ៉ាងណាទេប៉ុន្តែតាមសមិទ្ធផលនៃការដឹកនាំរបស់គាត់កាលពី SEA Games គឺកម្ពុជាបានឈ្នះដោយមេដាយសម្រិតមួយគ្រឿងចាឆ្នាំមេដាយសម្រិតមួយគ្រឿងលើប្រភេទកីឡាលើកទម្ងន់នេះដែលជាសមិទ្ធផលមួយដ៏ល្អរបស់គាត់ដែរប៉ុន្តែសម្រាប់ឆ្នាំនេះបើតាមឯកឧត្តមតែមើលចាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាឯកឧត្តមមានប្រសាសន៍ថាជាគោលការណ៍ចារបស់សហព័ន្ធផ្ទាល់ហ្នឹងគឺថានឹងធ្វើការជ្រើសរើសសម្រាប់គ្រូបង្វឹករយៈពេល1ឆ្នាំម្ដងចាអ្នកដែលជាប់ក៏កំអានអអ្នកដែលធ្លាក់ហ្នឹងក៏មិនត្រូវអន់សពុនចិត្តដែរអញ្ចឹងគឺចាប់ពីពេលនេះតទៅចាគឺសហព័ន្ធនឹងពិនិត្យមើលលើកំណែតម្រង់ថាតើក្រោយពីផ្លាស់ប្ដូរគ្រូបង្វឹកហើយគ្រូបង្វឹកថ្មីហ្នឹងគាត់ដឹកនាំបង្វឹកបង្ហាត់កីឡាករកីឡាការិនីហ្នឹងមានគុណផលបែបណាដែរអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាថាតើសហព័ន្ធកីឡាលើកទម្ងន់កម្ពុជានេះដែលជាសហព័ន្ធថ្មីមួយចាដែលជាសហព័ន្ធថ្មីនេះថាតើក្រោយពេលដែលបោះឆ្នោតទម្លាក់គ្រូបង្វឹកពីររូបហ្នឹងហើយដាក់គ្រូបង្វឹកថ្មីមកជំនួសហ្នឹងហើយថាតើកីឡាករកីឡាការិនីមានគុណផលខ្ពស់បែបណាសម្រាប់ការប្រមូលផ្ដុំជម្រើសជាតិឆ្នាំ2026នេះអ្វីដែលគួរកត់សម្គាល់យើងឃើញថាបើតាមកីឡាករកីឡាការិនីមួយចំនួនគាត់នៅក្នុងសហព័ន្ធហ្នឹងគឺគាត់បានប្រាប់ថាសហព័ន្ធរបស់គាត់ហ្នឹងគឺនៅពេលកន្លងមកហ្នឹងប្រមូលផ្ដុំជម្រើសជាតិហ្នឹងគឺមាន2ចាបើថាដូចជា2បាក់អញ្ចឹងទៅចាគឺថាមួយបាក់នេះខាងគ្រូបង្វឹកនេះមួយបាក់នោះទៅខាងគ្រូបង្វឹកនោះចាអញ្ចឹងវាហាក់ដូចជាបញ្ហាផ្ទៃក្នុងមួយចំនួនដែរកើតឡើងចាដែលធ្វើឲ្យកំណែតម្រង់ថ្មីចាប់ផ្ដើមកើតមានឡើងហើយចាប់ផ្ដើមចាជ្រើសរើសគ្រូបង្វឹកយើងអត់ដឹងថាយ៉ាងម៉េចស៊ីជម្រៅទេប៉ុន្តែយើងសង្ឃឹមជឿជាក់ថាក្រោយពេលដែលសហព័ន្ធចាក្រោមការដឹកនាំរបស់ឯកឧត្តមតែមើលចាប្រធានសហព័ន្ធចានឹងបន្តកំណែតម្រង់ឲ្យសហព័ន្ធនេះគឺថាដើរជាធ្លុងមួយចាពីព្រោះឯសហព័ន្ធជាតិរបស់យើងបានដឹងហើយចាថាវិការបរដ្ឋចាថាវិការបក្រសួងបានទម្លាក់មកហើយបើសិនជាយើងនៅតែបន្តធ្វើឲ្យផ្ទៃក្នុងរបស់យើងចាអត់មាននៅជាធ្លុងមួយបានល្អទេចាគឺធ្វើឲ្យខាតថាវិការរដ្ឋដែរដូច្នេះសង្ឃឹមជឿជាក់ថាទាំងអគ្គលេខាធិការទាំងគ្រូបង្វឹកទាំងកីឡាករកីឡាការិនីចាគឺយើងវិញគ្នាជាធ្លុងមួយទៅចាពីព្រោះអីគឺថាយើងដើម្បីជាតិតែមួយទេចានៅពេលដែលឧទាហរណ៍ដូចផ្ទះមួយចាឪពុកម្ដាយគ្រប់គ្រងកូនចៅហើយកូនចៅចិត្តឆ្លោះគ្នាចាអញ្ចឹងគឺធ្វើឲ្យផ្ទះនោះរស់នៅមិនចុះសម្រុងទេចាមិនយូរទេកូនតបែកបាក់ចាក់ចៃទៅណាទៅណីអស់ចាអញ្ចឹងចាក់ស្ដែងដោយសហព័ន្ធលើកទម្ងន់នេះចាខ្ញុំមិនមែនជាអាជ្ញាកណ្ដាលឬមកក៏ចោទប្រកាន់អីទេចាប៉ុន្តែប្លែកចាដោយសារតែខ្ញុំឃើញប្លែកដែរចាហើយគណៈដែលការជ្រើសរើសគ្រូបង្វឹកថ្មីនេះគឺមាន3ឃើញចាបងប្អូនឃើញចាតាមរយៈរូបភាពដែលបានបង្ហាញជូនចាគឺគ្រូបង្វឹកនេះមានគ្រូបង្វឹកជំនឿជាតិគ្រូបង្វឹកថ្នាក់និងគ្រូជំនួយចាអញ្ចឹងគឺគ្រូ3នាក់ហ្នឹងគឺគាត់ជាប់ចាហើយគ្រូ2នាក់ទៀតដែលធ្លាប់តែជាអតីតគ្រូបង្វឹកជំនឿជាតិគ្រូជំនួយហ្នឹងគឺគាត់ធ្លាក់ចេញចាហើយអញ្ចឹងគឺថាសមិទ្ធផលនៅក្រោមការដឹកនាំរបស់គាត់ហ្នឹងគឺកីឡាកររបស់គាត់កីឡាការីរបស់គាត់ក៏សិតតែល្អដែរចាហើយអ្នកខ្លះហ្នឹងគឺថាឈ្នះមេដាយនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games មេដាយសម្រិតហើយក្មេងៗប្រហែលរូបទៀតហ្នឹងគឺសុទ្ធសឹងតែជាម្ចាស់មេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិរបស់គាត់ទៀតអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាថាក្រោយពេលដែលកំណែតម្រង់ចារបស់សហព័ន្ធចាប់ផ្ដើមកែប្រែមកថាតើគ្រូបង្វឹកថ្មីហ្នឹងគាត់ដឹកនាំសហព័ន្ធបែបណាចានាងខ្ញុំចាសូមជូនពរឲ្យគ្រូបង្វឹកថ្មីចាក៏ដូចជាសហព័ន្ធចាដំណើរការបានដោយរលូននិងជោគជ័យចាដឹកនាំក្រុមកីឡាករកីឡាការិនីរបស់យើងវិញគ្នាជាធ្លុងមួយចាហើយសង្ឃឹមជឿជាក់ថានឹងមិនមានរឿងអាក់អន់សពុនចិត្តតទៅទៀតទេចាដើម្បីធ្វើឲ្យសហព័ន្ធរបស់យើងគឺទទួលបានលទ្ធផលផ្លែផ្កាជូនជាតិមាតុភូមិ